បាទនៅក្នុងវីដេអូមុនយើងបានតម្លើង Ubuntu រួចហើយនៅក្នុង VM ឥឡូវយើងបើក Ubuntu របស់យើងបើក browser មកយើងធ្វើការ install តាមរយៈ GUI តែម្ដងយើងអត់ធ្វើតាម command សុទ្ធទេបាទអញ្ចឹងដោយសារ Ubuntu នេះយើងជា desktop អញ្ចឹងយើងចូលទៅកាន់ VS Code ដំបូងឡើយគឺយើងតម្លើង VS Code មុនទៅបាទងាយស្រួលក្នុងការ code editor អញ្ចឹងយើង download VS Code ទៅយើងជ្រើសរើសយក platform Linux អញ្ចឹង file Ubuntu គឺ file deb បាទអញ្ចឹងយើងតម្លើងរួចរាល់អាហ្នឹងគឺខ្ញុំមិនកាត់បើដោយសារអ៊ីនធឺណិតវាយឺតចឹងអញ្ចឹងនៅពេលដែលយើង download គឺវាចូលទៅក្នុង folder download អញ្ចឹងខ្ញុំ ls នៅ folder download របស់ខ្ញុំមកខ្ញុំទទួលបាន file នៅនេះអញ្ចឹងអ្វីដែលខ្ញុំធ្វើគឺខ្ញុំគ្រាន់តែតម្លើងវាបាទយើង sudo apt install ហើយយើងដាក់កូដរបស់យើងនឹងមកអ្វីដែលយើងបានតម្លើងនឹងមកបាទអញ្ចឹងយើងធ្វើតាមវាមកយើងយក yes នៅក្នុងចំណុចមួយនេះហើយវាធ្វើការ process នៅ install VS Code ឲ្យយើងហើយអូខេអញ្ចឹងនៅក្នុងUbuntu របស់ខ្ញុំនេះគឺខ្ញុំត្រូវបើក permission ឲ្យ folder download តិចសិនដោយសារតែវា load ទា permission អញ្ចឹងអ្នកនរគ្នា Ubuntu អ្នកនរគ្នាអាចនឹងអត់ load ដូចខ្ញុំទេអញ្ចឹងខ្ញុំត្រូវបើក change mode full permission នៅក្នុង folder download របស់ខ្ញុំសិនអូខេអញ្ចឹងខ្ញុំធ្វើការ sudo apt install ហើយនឹង pass របស់file របស់ខ្ញុំដែលខ្ញុំបាន download នឹងម្ដងទៀតអូខេអញ្ចឹងមានន័យថាវាតម្លើងបានជោគជ័យហើយអញ្ចឹង VS Code អញ្ចឹងគ្រាន់តែតម្លើងមកយើងបើកវាតែម្ដងបាទអញ្ចឹងដូចនៅក្នុង Windows ដែរទេបាទយើងបើក file VS Code សម្រាប់យើងទៅ create project គ្រប់គ្រង code របស់យើងបាទអញ្ចឹង VS Code គឺតម្លើងជោគជ័យអញ្ចឹងចំណុចបន្ទាប់គឺយើងតម្លើង floater បាទអញ្ចឹងខ្ញុំចូលទៅកាន់ browser ខ្ញុំ search floater download ដដែលហើយខ្ញុំធ្វើការ install តាម guide របស់គេគឺ introduction របស់គេនៅក្នុង floater doc តែម្ដងអញ្ចឹងក្នុង platform Linux ហើយនឹង desktop អញ្ចឹង Linux Ubuntu ខ្ញុំប្រើជា desktop ដើម្បីវាងាយស្រួលអញ្ចឹងនេះគឺជា guide របស់គេអញ្ចឹងយើងមើលទៅតាម guide ទៅមកអញ្ចឹងដំបូងឡើយគឺយើង copy command ហ្នឹងមក sudo apt get វាឲ្យ update install អីគឺ command ហ្នឹងគឺនៅនឹងទាំងអស់អញ្ចឹងខ្ញុំគ្រាន់តែ pass នៅ command ហ្នឹងមកគឺវានឹងធ្វើការ process download អញ្ចឹងវាយូរបន្តិចវាត្រូវការ download ទៅកាន់ repository ហើយបន្ទាប់មកវាធ្វើការ unzip uncompress វាហើយធ្វើការ install ទៀតអញ្ចឹងនៅ process មួយនេះគឺចំណាយពេលរៀងយូរបន្តិចអញ្ចឹងយើងរងចាំវាទៅហើយខ្ញុំនឹងខាវីដេអូនេះកុំឲ្យវាវែងពេកបាទអញ្ចឹងខ្ញុំនឹងកាត់វាឲ្យខ្លីព្រោះ process នេះគឺ download ផងហើយទៅ unzip វាទៀតហើយវានៅ install ទៀតអញ្ចឹងយូរមែនតើបាទអញ្ចឹងខ្ញុំនឹងកាត់វាឲ្យខ្លីទៅមុខទៀតអញ្ចឹងឥឡូវវាដល់កន្លែង install ហើយនឹងការ configuration ឯផ្សេងៗអញ្ចឹងរងចាំវាបន្តិចទៀតគេមកដល់ចំណុចនេះគឺវាតម្លើងបានជោគជ័យបាទ download ហើយ unzip ហើយនឹង install បានជោគជ័យហើយអញ្ចឹង process នឹងយូរតិចអញ្ចឹងយើង clear screen មួយការតម្លើងនេះគឺយើងចូល pass command បន្ទាប់ទៀតនៅក្នុង flow guide ណាគឺមាន2 step អញ្ចឹងយើង pass command ហ្នឹងមកហើយវានឹងធ្វើការតម្លើងនៅរាល់ requirement package ទាំងអស់របស់ floater គឺវានឹងតម្លើងនៅហ្នឹងអញ្ចឹងយើងគ្រាន់ follow ទៅតាម command ដែលដាក់មកហ្នឹងអញ្ចឹងខ្ញុំនឹងផ្ញើ link នេះនៅក្នុង description បន្ថែមទៀតបាទអញ្ចឹង link នេះគឺនៅក្នុង doc របស់ floater deal តែម្ដងអញ្ចឹងអត់ពិបាកទេអញ្ចឹងឥឡូវវាតម្លើងបានជោគជ័យហើយអូខេអញ្ចឹង step ទី2ជោគជ័យអញ្ចឹងខ្ញុំសាកតេស្តមួយ floater doctor អត់ទាន់ស្គាល់ទេអញ្ចឹងអ្វីដែលខ្ញុំត្រូវធ្វើបន្ទាប់ទៀតគឺយើងត្រូវ configure SDK បាទអញ្ចឹងដំបូងគឺយើង download
Flutter SDK អញ្ចឹងយើង download យើង click កន្លែង download ដើម្បី install ខ្លួនឯងហ្មងហើយយើង click នៅលើ file ហ្នឹងគឺយើង download យកតែម្ដងបាទបើសិនជាយើងទៅឡើងតាម VS Code ក៏មាន step របស់គេដែរតែខ្ញុំអត់ទេខ្ញុំចុច download ហើយយកទៅ install នៅក្នុង Ubuntu Direct ហ្មងចឹងនៅកន្លែងនេះគឺវាធំដែរបាទ700 MB ជាងចិត្ត 1G ចឹងរងចាំវាបន្តិចទៅបើខ្ញុំគឺខ្ញុំអ៊ីនធឺណិតខ្ញុំមានលឿនគួរសមដែរចឹងហើយខ្ញុំនឹងខាវីដេអូនេះឲ្យលឿនក្នុង step download ចឹងខ្ញុំធ្វើតាម follow អ្នកនរគ្នា follow ទៅតាមវីដេអូខ្ញុំនេះ step by step ហ្មងទៅគឺនឹងដើរហើយបាទចឹង download គឺយើង ls នៅក្នុង download folder វានឹងមក file មួយទៀតហើយចឹងបន្ទាប់ពី download ចប់យើងត្រូវunzip វាបាទចឹងនៅក្នុង Linux គឺតាបាទ command តាគឺជា command ដែលយើង unzip នៅ file របស់យើង download មកវាជា file zip បាទគេហៅ file តាបាទនៅក្នុង Linux ចឹងពេលដែលមុននឹង unzip គឺខ្ញុំបង្កើត folder មួយដាក់ឈ្មោះថា development ដើម្បីយើង configure SDK location ណាចឹងខ្ញុំបង្កើត folder មួយគឺ mkdir development ហើយខ្ញុំធ្វើការ anta វានៅចូលទៅកាន់ folder development ហ្នឹងចឹងអ្នកនរគ្នាធ្វើតាមវីដេអូខ្ញុំហ្នឹងទៅគឺនឹងជោគជ័យហើយខ្ញុំព្យាយាមកាត់ហើយនឹងធ្វើទៅតាម step ដែលលឿនបាទអញ្ចឹងបន្ទាប់ពីយើង unzip វាហើយយើងត្រូវ configure មួយទៀតគឺ environment នៅក្នុង Windows គឺយើងធ្វើដូចគ្នាដែរ environment ចូលទៅក្នុង bin folder ណាអញ្ចឹងនៅក្នុង Linux ក៏ដូចគ្នាដែរយើង configure ត្រូវ configure environment ឲ្យវាដែរបាទអញ្ចឹង file ដែលខ្ញុំបាន unzip មិញគឺជោគជ័យអញ្ចឹងយើងមើលកន្លែង path ដែលយើងទៅ configure environment គឺ path command follow ទៅតាម guide ហ្នឹងមកបាទ echo $0 ហើយតបមកទៀតគឺ command ចុងក្រោយគឺ echo path ទៅកាន់ folder development របស់ floater ហ្នឹងតែម្ដងអូខេអញ្ចឹងយើង configure ហ្នឹងជោគជ័យហើយអញ្ចឹងឥឡូវខ្ញុំសាក run floater doctor ម្ដងទៀតគឺយើង run ហ្នឹងអត់ស្គាល់ទេឥឡូវយើងអាចបិទបើក terminal យើងឡើងវិញហើយយើងសាកបើកតែឥឡូវខ្ញុំបើកនៅលើ VS Code តែម្ដងទៅខ្ញុំ restart application ហើយយើងបើកមក run វាស្គាល់ហើយអញ្ចឹងនៅក្នុង VS Code ក៏យើងប្រើ line command ណាយើង run floater doctor មកវាស្គាល់ហើយអញ្ចឹង floater ស្គាល់ Android អត់ស្គាល់ដោយសារខ្ញុំអត់ឡើងអត់ចាំបាច់ទេព្រោះយើងចង់ configure វាតែជាមួយនឹង Linux ទេ Chrome ក៏អត់មានដែរព្រោះខ្ញុំអត់មានបានតឡើង Chrome ទេអញ្ចឹងអត់អីទេចឹងនៅក្នុង VS Code យើងតឡើង plugin របស់ floater ដែរបើសិនយើងអត់តឡើង plugin floater ទេយើងចូល create project ជាមួយ floater អត់ឃើញទេចឹងនៅកន្លែងនេះយើងតឡើង plugin របស់ floater ចឹងរងចាំវាតិចអូខេចឹងឥឡូវ floater បានតម្លើងរួចរាល់ហើយចឹងយើងចុច control P បាទ command palette ដើម្បីយើងចូល create new project ដែលមាន floater បាទយើងចុច control P ឬក៏យើងចុចសញ្ញាធំជាងក៏បានដែរបាទហើយយើងចុចពាក្យទៅវា load floater new project ហើយយើងយក application បាទអញ្ចឹងវានឹងប្រោះឲ្យយើងបង្កើត project យ៉ាងនេះ step នេះគឺយើងបង្កើត new project អញ្ចឹងយើងចង់យកទៅដាក់វានៅក្នុង folder ដែរដូចខ្ញុំដាក់ក្នុង folder home របស់ខ្ញុំហើយបង្កើត folder ថ្មីមួយដែល floater project ហើយយើង select នៅខាងលើខាងស្ដាំហ្នឹង select folder ហ្នឹងមកអញ្ចឹងវាឲ្យឈ្មោះ application របស់យើងគឺ floater application 1 បាទអញ្ចឹងអូខេជោគជ័យអញ្ចឹងចុច yes មកដើម្បី trust folder ហ្នឹងបាទអញ្ចឹងវានឹង create default project មកដល់ចំណុចនេះយើងចិត្តចប់ហើយគឺដូចនៅក្នុងមេរៀនគឺ main.dat នេះគឺយើងនេះគឺជា file default របស់វាអញ្ចឹងការងារដែលយើងត្រូវធ្វើបន្ទាប់គឺយើង
copy file default ដែលក្នុងមេរៀនណាយើង copy មកយើងមក refresh replace នៅ main.dat ហ្នឹងចេញតែម្ដងប៉ុន្តែយើង copy មកឆៅចឹងអត់បានទេណាគឺពួកអីវាឆ្លង VM ជាមួយនឹង Windows ខាងក្រៅហើយនឹងក្នុង Virtual Machine អញ្ចឹងបាច់ configure ញ៉ៃច្រើនគឺយើងធ្វើការ SCP ចូលលើវាខ្ញុំផាសវាចូលក្នុង TXT មួយហើយតោះមកខ្ញុំ SCP វាចូលទៅក្នុង Ubuntu ហ្មងអញ្ចឹងនៅក្នុង Ubuntu យើងដោយសារថ្មីយើងអត់ទាន់បានធ្វើអីទាំងអស់អញ្ចឹងឥឡូវយើង configure firewall វាជាមុនសិនដើម្បីឲ្យវាអាច communication ជាមួយនឹងម៉ាស៊ីនខាងក្រៅបាន VM ជាមួយនឹងម៉ាស៊ីនខាងក្រៅអញ្ចឹងយើងបើក firewall បាទ USW អញ្ចឹងតបពីខ្ញុំ configure firewall ហើយខ្ញុំ ping តែវាបាទអញ្ចឹង install SSH package ផងខ្ញុំអត់ទាន់ទៅឡើងអញ្ចឹងដោយសារ Visual Machine នេះគឺថ្មីដែរអញ្ចឹងខ្ញុំទៅឡើង SSH package បាទតបពីខ្ញុំទៅឡើង package SSH ហើយខ្ញុំធ្វើការ SCP ពី Windows ទៅកាន់ Linux ម្ដងទៀតអញ្ចឹងវាទាអញ្ចឹង path នេះគឺអ្នកនរគ្នា configure ទៅតាមម៉ាស៊ីនរបស់អ្នកនរគ្នា path នេះគឺដូចខ្ញុំនេះគឺខ្ញុំ folder ខ្ញុំ home វិជ្ជាការហើយបន្ទាប់មកគឺខ្ញុំដាក់ចូលទៅកាន់ folder home ហ្នឹងតែម្ដងបាទអញ្ចឹងខ្ញុំប្រើ command cat ដើម្បី read file ហ្នឹង cat ហើយឈ្មោះ file ហ្នឹងមកហើយបន្ទាប់មកខ្ញុំអាច copy បានហើយអូខេខ្ញុំ copy ហួសអញ្ចឹងខ្ញុំ copy ទៅធំដែល file នៅក្នុង file ហ្នឹងមកខ្ញុំ copy ហើយតោះមកយើងយកទៅ pass នៅក្នុង VS Code បានហើយបាទអញ្ចឹងយើង pass វាមកអូខេបាទ pass ហើយបើសិនជាមាន error អីយើងទៅ fix វាកន្លែងហ្នឹងឲ្យហើយទៅបាទអញ្ចឹង pass យើងបានកូដហ្នឹងកូដ default នៅក្នុងមេរៀនអញ្ចឹងការងារដំបូងដែលយើងត្រូវធ្វើគឺយើង add dependency screen បាទ screen util floater screen util យើង add dependency ដើម្បីឲ្យវាកំណត់នៅ screen ប្រភេទLinux ឬក៏ប្រភេទplatform ផ្សេងៗហ្នឹងអញ្ចឹងfloater screen នេះខ្ញុំសរសេរប្រយ័ត្នសរសេរខុសគឺ screen បាទ s screen អញ្ចឹងវាពេលសរសេរត្រូវវានឹងទាញ pubget មកបាទអញ្ចឹងអូខេខ្ញុំធ្វើការ run floater build អូខេអញ្ចឹង error អញ្ចឹង file របស់ខ្ញុំគឺខ្ញុំ copy មកខ្ញុំផ្លេច curly break នៅក្រោមបាទអញ្ចឹងយើងកែ file វាឲ្យបាត់ error អស់តោះមកយើងធ្វើការ run code របស់យើងសាកថ្មីអញ្ចឹងការ run រងចាំវាបន្តិចវាពង run ហើយវាពង build នៅក្នុង platform Linux តែម្ដងចេញបែបនេះគឺជោគជ័យហើយគឺឥឡូវចេញ detect តើមកគឺ running on Linux បាទអញ្ចឹង step នេះគឺវា run មកជោគជ័យហើយបាទអញ្ចឹងការងារដែលយើងត្រូវធ្វើគឺយើងមើលនៅក្នុង folder build បាទ build វាបង្កើតនៅក្នុង folder build ហើយ Linux បាទអញ្ចឹង Linux យើង open with explorer មកហើយដើម្បីយើងផ្ញើចូលក្នុង group បានណាយើងcompress វាមួយសិនបាទឥឡូវ compress ហើយខ្ញុំដាក់ file ឈ្មោះ file ថ្មីមួយគឺ build underscore Linux ខ្ញុំធ្វើការ create compression ដើម្បីយើង copy ចេញចូលក្នុង group បាទឥឡូវ file ហ្នឹងគឺ zip នៅក្នុង VM របស់ Linux អញ្ចឹងដើម្បី copy វាចេញក្រៅបានគឺខ្ញុំមើលថាទីតាំង command របស់យើងមើលតាមទីតាំង command គឺនៅក្នុង floater project floater application 1 ហើយ build ហើយឈ្មោះ file ដែរហ្មង build Linux អញ្ចឹងយើងមើលpath របស់ file location របស់យើងណាអញ្ចឹងយើងបើក SSH ក៏បើកហើយដែរ port ហើយអញ្ចឹងខ្ញុំទាញ Windows នៅក្នុងខាងក្រៅម៉ាស៊ីនខាងក្រៅបាទអញ្ចឹងយើងប្រើ command មួយគឺ cp យើងវិជ្ជការនេះគឺជា user ហើយវិជ្ជការ add វិជ្ជការគឺឈ្មោះម៉ាស៊ីនកន្លែងហ្នឹងគឺដាក់ IP បាន
ហើយយើង pass របស់ file របស់យើងគឺយ៉ាងវែងតិចនៅក្នុង floater project floater application build ហើយ build ឈ្មោះ file អានេះគឺ source មានន័យយើង copy ចេញពី remote machine VM អញ្ចឹង destination គឺយើងដាក់ចូលក្នុង drive D ចុច2ហើយស្លាកCP is not recognized ខ្ញុំវាយ comment ខុសបាទ CP មិន CP ទេបាទគឺ SCP CP នេះគឺ comment របស់ Linux ឯងអញ្ចឹងខ្ញុំកែ path វាត្រូវទៀតអញ្ចឹងចេញបែបនេះគឺត្រឹមត្រូវហើយខ្ញុំ copy បានហើយបាទអញ្ចឹងមានន័យថាការ run ការតម្លើងហើយនឹង copy ចេញចូលតាមរយៈ VM នៅមកខាងក្រៅគឺជោគជ័យបាទអញ្ចឹងគឺការងាររបស់យើងគឺ complete បាទអូខេអញ្ចឹងវីដេអូគឺមានតែប៉ុណ្្នឹងទេគឺបញ្ចប់អូខេនេះជា file ដែលយើងទទួលបានសម្រាប់របស់យើង